ជំរាបសួរខ្ញុំឈ្មោះសួនសុខុមយើងហៅថាគីនេសុខុមកាលពីសប្តាហ៍មុនខ្ញុំបានលើកយកមកនិយាយអំពីរឿងឈឺចង្កេះមានប្រមាណប្រភេទអញ្ចឹងយើងបានដឹងហើយកាលពីវីដេអូមុនហើយថ្ងៃនេះខ្ញុំលើកយកថាតើការព្យាបាលឈឺចង្កេះហ្នឹងតាមវិធីណាខ្លះយើងបានដឹងហើយថាការឈឺចង្កេះមានភាពស្មុគស្មាញពិបាកវិនិច្ឆ័យថាឈឺទៅលើអ្វីខ្លះអញ្ចឹងពេលខ្លះគាត់ឈឺទៅលើសាច់ដុំពេលខ្លះគាត់ឈឺទៅលើសន្លាក់ឆ្អឹងពេលខ្លះគាត់ឈឺទៅលើទំនាប់ឌីសពេលខ្លះលៀនទំនាប់ឌីសគៀបសរសៃស្យាតិចឈឺដល់ជើងហើយពេលខ្លះទៀតគាត់ឈឺនៅលើសាក់រោលរយៈជាន់គឺនៅលើសន្លាក់ឆ្អឹងកាពែគូហ្នឹងហើយពេលខ្លះទៀតគាត់ឈឺនៅលើតកៀកផ្នែកខាងក្រៅហើយគៀបសរសៃឈឺស្យាតិចដែរបាទអញ្ចឹងទាំងអស់ហ្នឹងយើងត្រូវការគ្រូពេទ្យដែលមានជំនាញក្នុងការវិភាគតម្លៃឲ្យបានច្បាស់លាស់ថាការឈឺចង្កេះបណ្ដាលមកពីមូលហេតុណាមួយឲ្យច្បាស់លាស់ដើម្បីយើងធ្វើការព្យាបាលប៉ុន្តែនៅក្នុងនោះដែរភាគច្រើនគឺយើងច្រើនតែទីមួយទៅធ្វើម៉ាសាទៅមើលម៉ាសាគឺជាបច្ចេកទេសមួយគ្រាន់តែជួយបន្ធូរបន្ថយសាច់ដុំដើម្បីឲ្យកុំឲ្យវាកតារឹងកុំឲ្យវាជាប់កុំឲ្យវាឈឺចង្កេះបាទហើយមួយទៀតគឺវិធីសាស្ត្រធ្វើលំហាត់ប្រាណធ្វើដោយខ្លួនឯងលំហាត់ប្រាណបែបយូហ្គាហើយនៅមានលំហាត់ប្រាណផ្សេងៗទៀតដែលយើងត្រូវធ្វើអញ្ចឹងក្នុងបច្ចេកទេសពេទ្យខាងខ្ញុំគឺជាបច្ចេកទេសពេទ្យអញ្ចឹងហើយយើងត្រូវតែទី1អាចដំណាក់កាលដំបូងម៉ាស្សាមិនបាត់ហាត់ប្រាណខ្លួនឯងមិនបាត់អាចជួយប្រើថ្នាំដើម្បីព្យាបាលប៉ុន្តែខាងខ្ញុំគឺការប្រើប្រាស់ថ្នាំមានតិចតួចពីព្រោះថាការប្រើប្រាស់ថ្នាំគឺនៅពេលដែលឈឺផ្នែកខាងក្នុងបាទនៅផ្នែកខាងក្រៅខាងខ្ញុំធ្វើដោយដៃដើម្បីបន្ទន់សាច់ដុំបន្ធូរការឈឺចាប់ទី2គឺយើងព្យាបាលដោយចលនានិងស្ដារកាយសម្បទានៅកន្លែងនេះគឺជាជំនាញរបស់ខ្ញុំអញ្ចឹងយើងបានដឹងហើយមានវិធីសាស្ត្រជាច្រើននៅពេលដែលគ្រូពេទ្យព្យាបាលដោយចលនាធ្វើ assess បានថាពិនិត្យទៅឈឺនៅលើសាច់ដុំគឺយើងមានវិធីសាស្ត្រព្យាបាលបែបបច្ចេកទេសទៅលើសាច់ដុំឈឺសន្លាក់គឺយើងព្យាបាលបច្ចេកទេសទៅលើសន្លាក់ដើម្បីបំបត្តិការឈឺចាប់ហើយទៅលើទំនាប់ឌីសគឺយើងមានបច្ចេកទេសធ្វើទៅលើទំនាប់ឌីសហើយនឹងមានការលានទំនាប់ឌីសគៀបសរសៃស្យាតិចគឺយើងមានម៉ាស៊ីនសម្រាប់គេហៅថាម៉ាស៊ីន traction សម្រាប់ទាញបង្ហើបកន្លែងគៀបហ្នឹងឲ្យវារបូតមកវិញហើយនឹងយើងមានម៉ាស៊ីនមួយចំនួនទៀតសម្រាប់ដាក់ជាជំនួយក្នុងការព្យាបាលឲ្យឆាប់បាត់ឈឺបាទនៅពេលដែលគ្រូពេទ្យខាងព្យាបាលដោយចលនាប្រើបច្ចេកទេសអស់នៅតែមិនមានការទូថយអញ្ចឹងយើងអាចប្រើការចាក់ថ្នាំរយៈពេលវែងដើម្បីបំបត្តិការឈឺចាប់រយៈពេលវែងទៅលើចង្កេះរបស់គាត់បាទការចាក់ថ្នាំបំបត្តិការឈឺចាប់នៅចង្កេះរយៈពេលវែងមិនបាត់យើងអាចឈានទៅដល់ការវះកាត់ជាពិសេសការវះកាត់នៅពេលដែលគាត់លៀនទំនាប់ឌីសឈឺខ្លាំងហើយនឹងឈឺដល់ជើងស្ពឹកជើងពិបាកធ្វើចលនាឬក៏ជើងនឹងកម្រើកមិនបានដូច្នេះយើងធ្វើការវះកាត់ដើម្បីរំដោះនេះដូចមើលនៅលើរូបនេះគឺបានន័យថាយើងធ្វើការវះកាត់ដោះយកអាកន្លែងដែលវាបែកវាហៀគៀបទៅលើសរសៃនឹងចេញអញ្ចឹងនៅពេលដែលយកអានឹងចេញទៅវាលែងគៀបទៅលើសរសៃអញ្ចឹងអាការៈដែលមានទាំងប្រមាណនឹងវាអាចមានភាពប្រសើរឡើងវិញបានសូមអរគុណ